អូខេចាំមុននឹងចូលទៅខាងក្នុងនេះខ្ញុំសូមបង្ហាញពុកម៉ែបងប្អូនតាក់ទងជាមួយនឹងគម្រោងផ្ទះតែម្ដងចាសម្រាប់គម្រោងផ្ទះនៅក្នុងបរិយា XM Lucky Home នេះគឺធ្វើសិតតែជាប្រភេទផ្ទះវីឡាតូលទាំងអស់តែម្ដងចាហើយសម្រាប់ផ្ទះគឺមាននៅជាប់ផ្លូវធំចាផ្លូវភ្លោះ30ម៉ែត្រនិងផ្លូវភ្លោះ20ម៉ែត្រចាជាក់ស្ដែងទីផ្លូវនេះគឺផ្លូវភ្លោះ20ម៉ែត្រណាចាប្រភេទផ្ទះវីឡាតូលនេះចាទំហំដីគឺ10 × 19ហើយសម្រាប់សាច់ផ្ទះវិញគឺ8ម៉ែត្របណ្ដោយ10ម៉ែត្រចាជាប្រភេទផ្ទះប្រក់ក្បឿងចាបន្ទប់កេង4និងបន្ទប់ទឹក5ហើយអ្វីកាន់តែពិសេសពុកម៉ែបងប្អូននៅទទួលបានចាសម្ភារៈថែមជូននៅខាងក្នុងផ្ទះមួយចំនួនទៀតចាសម្រាប់ប្រភេទផ្ទះនេះពុកម៉ែបងប្អូនទិញហើយចាគឺអាចប្រកបអាជីវកម្មបានហើយជាពិសេសពុកម៉ែបងប្អូនអាចចតឡានបានរហូតដល់2គ្រឿងចាព្រោះខាងមុខនេះគឺមានទ្វារដែលយើងអាចចេញចូលបាន2ប្លោះចានេះប្លោះខាងនេះក៏ដូចជាប្លោះខាងនេះគឺយើងអាចចូលបានឡាន2ផងដែរចាហើយប្រភេទផ្ទះនេះគឺមានការធ្វើជាវេរ៉ង់ដានៅខាងមុខនេះ3ម៉ែត្រកន្លះជូនពុកម៉ែបងប្អូនតែម្ដងងាយស្រួលក្នុងការចាឲ្យចតឡានចាចតម៉ូតូចតកង់អីដាក់មកខាងក្នុងនេះគឺទប់នៅកម្ដៅក៏ដូចជាទប់នៅទឹកភ្លៀងផងដែររដូវវស្សារដូវប្រាំងអីចាគឺមិនសូវជាភ័យខ្លាចតាក់ទងជាមួយនឹងការខូចខាតចាទ្រព្យសម្បត្តិរបស់យើងទេចាអញ្ចឹងគឺងាយស្រួលក្នុងការរស់នៅក៏ដូចជាចាសុវត្ថិភាពចាសម្រាប់ក្នុងបរិយា XM Lucky Home នេះគឺធ្វើឡើងនៅលើដីជាង120ហិកតាចាដែលមានការសាងសង់ច្រើនខ្លាំងមែនទែនតាក់ទងជាមួយហេដ្ឋារចនាសម្ព័ន្ធណាចាឥឡូវរៀងខ្យល់បន្តិចនេះខ្ញុំនឹងចូលទៅខាងក្នុងដើម្បីផ្ដល់ព័ត៌មានលម្អិតជូនពុកម៉ែបងប្អូនទាំងអស់គ្នាតែម្ដងចានេះសងខាងផ្ទះរបស់យើងគឺនៅសល់1ម៉ែត្រ1ម៉ែត្រពុកម៉ែបងប្អូនណាចាខាងនេះក៏នៅសល់1ម៉ែត្រដែរចាសម្រាប់សំណង់វិញធានាជូនពុកម៉ែបងប្អូនតែម្ដងចាការសាងសង់សង់ឡើងដោយឥដ្ឋ20ចាចម្រឹងដែកហ្វ្រីជូនពុកម៉ែបងប្អូនជុំវិញតែម្ដងចាតោះឥឡូវយើងចូលទៅមើលការរៀបចំខាងក្នុងចាអូខេចាឥឡូវនេះខ្ញុំចូលមកដល់ខាងក្នុងចាសម្រាប់ចំផ្ទាល់ដីនេះមានបន្ទប់គេង1ចានិងបន្ទប់ទឹក2ចាសម្រាប់ម៉ែបងប្អូនដែលគាត់ចាមានសមាជិកច្រើនឬក៏មានសមាជិកដែលគាត់អត់ចង់ឡើងទៅគេងនៅជាន់ទី1ទេចាគាត់អាចគេងសម្រាប់នៅខាងជាន់ផ្ទាល់ដីនេះបានចាអញ្ចឹងពេលដែលយើងចូលមកគឺនៅចំហៀងខាងឆ្វេងដៃរបស់យើងគឺមានជាទីតាំងដែលយើងអាចរៀបចំជាកន្លែងទទួលភ្ញៀវបានធំទលាយតែម្ដងសម្រាប់ទំហំនៃកន្លែងខាងមុខនេះគឺមានទំហំ4ម៉ែត្រគុណនឹង4ម៉ែត្រចាធំល្មមតែម្ដងសម្រាប់ពុកម៉ែបងប្អូនដែលគាត់ចង់រៀបចំជាបន្ទប់ទទួលភ្ញៀវណាចាអាចរៀបចំបានចាដូចនៅក្នុងផ្ទះគំរូនេះអញ្ចឹងចាស្អាតខ្លាំងមែនតើចាហើយសម្រាប់អំពូលភ្លើងនេះក៏មានការហ្វ្រីជូនពុកម៉ែបងប្អូនទាំងអស់គ្នាផងដែរចាអញ្ចឹងពុកម៉ែបងប្អូនដែលចាប់អារម្មណ៍ជាប្រភេទផ្ទះវីឡាតូណាប្រាក់ក្បឿងបន្ទប់កេង4នេះអាចទំនាក់ទំនងមកតាមការលេខនៅខាងក្រោមបានចាដើម្បីទទួលបាន Google Map ចាអាចលេខ Telegram មកចានឹងទទួលបាន Google Map ចាព័ត៌មានលម្អិតផ្សេងហើយសម្រាប់ប្រភេទផ្ទះនេះណាពុកម៉ែបងប្អូនទាំងអស់គ្នាចាមានការហ្វ្រីជូនម៉ាស៊ីនត្រជាក់4គ្រឿងទូទឹកកក1ម៉ាស៊ីនបោកកៅអៅ1ទូតាំងចាបន្ទប់ទទួលភ្ញៀវមួយឈុតនិងទូតាំងផ្ទះបាយមួយឈុតចាស្អាតខ្លាំងមែនតើចាហើយសម្រាប់ពុកម៉ែបងប្អូនដែលគាត់នៅក្រៅប្រទេសចាគាត់អាចទិញផ្ទះបានផងដែរចាមិនថាគាត់នៅស្រុកណាចាឲ្យតែគាត់មានអត្តសញ្ញាណប័ណ្ណចាគាត់អាចទិញផ្ទះនៅក្នុងបរិយា XM Lucky Home នេះបានហើយចាឲ្យតែគាត់ជាជនជាតិខ្មែរពុកម៉ែបងប្អូនទាំងអស់គ្នាណាចាអញ្ចឹងរស់រាន់ចាសម្រាប់ពុកម៉ែបងប្អូនដែលស្រឡាញ់ជាប្រភេទផ្ទះវីឡាតូលនេះចាឥឡូវនេះខ្ញុំជូនមកដល់ខាងក្រោយនេះគឺទីតាំងដែលយើងអាចរៀបចំជាតុញ៉ាំអាហារបានចាហើយសម្រាប់ពីដានខាងលើវិញគឺមានការរៀបចំជាពីដាន2ជាន់តែម្ដងពុកម៉ែបងប្អូនទាំងអស់គ្នាចាអញ្ចឹងគឺមិនរៀបស្មើទេណាចាជាប្រភេទផ្ទះវីឡាតូនេះគឺមើលមកគឺប្រណិតតែម្ដងចាហើយតម្លៃធូរថ្លៃមែនតែនត្រឹមតែ 68,800 តែប៉ុណ្ណោះចាសម្រាប់ផ្ទះបាយនេះចាគឺមានទ្វារបិទបើកចាដើម្បីឲ្យយើងងាយស្រួលក្នុងការចម្អិនអាហារមិនមានក្លិនចាចូលមកបរិវេណខាងក្នុងផ្ទះរបស់យើងទេចានេះសម្រាប់ទីតាំងដែលយើងរៀបចំជាចាផ្ទះបាយរបស់យើងចាហើយមានការហ្វ្រីជូនផ្ទះទូតាំងទាំងលើទាំងក្រោមដូចឃើញក្នុងការបង្ហាញរបស់នេះខ្ញុំនេះអញ្ចឹងណាគឺមានការហ្វ្រីជូនហើយកន្លែងផ្ទះបាយយើងធម្មតាយើងខ្លាយហប់ហើយត្រូវអត់ចាហើយនេះគឺមានការរៀបចំជាចាបង្អួចធំមែនតើនៅចំហៀងខាងនេះហើយជាពិសេសខាងក្រៅផ្ទះរបស់យើងចាក៏មានទ្វារចេញចូលចាខាងនេះទ្វារនេះគឺយើងអាចចេញទៅខាងក្រៅមាន space នៅខាងក្រៅ2ម៉ែត្រកន្លះចាដែលយើងអាចរៀបចំហាកៅអៅដាក់សម្ភារៈផ្សេងៗដែលយើងចង់រៀបចំចាអញ្ចឹង
cứ ngay xuống ca điệp trong khăn mình tên nơi hàng cào ấy chả cả đôi chia phong ma phong để quạt trong bàn tè thông ta lại thùng thái ai ru ron mà mở ti tăng đấy ta lại trăm tay pram môi mớm pram bay rồi để lá tay phần nọ phải tè vì lá tốt pram có bường chả hai sầm rạp ca sang sáng cứ chả thưa lang đòi ất mà thấy châm răng đáy cái miên ca free chun mùi chung tè dương tay mà đón chả hai chia bị say pram có bường đấy cứ buôn sờ tòa bụng mày nè chả sầm rạp ca pram có bường cứ sờ tòa ti muối chả có bướng và tọa máu bằng ở sấy và tọa máu ở Islong và tọa mà tết cứ bị đàn trong như đây học buôn sờ tọa ní cứ tình nghĩa chung phong mai phong ôn tai mà đòn tình háo chả mình khai triệp tật chả mình khai ở nơi ngày cao tiết tê chả cứ mà xa chung phong mai phong ôn tai mà đòn hai sầm rạp ở sầm bẹt ca sang sóng cứ pra sờ tai là bỏ lọ tai mà đòn chả phụ đại xe tai ở mà chả cầm rống quạt do chụp tục đạn này tại tôn cho mùi nâng sầm nặng chả có ở trong ở lụa hái cứ miên ở bịa tha bờ rẫy ăn lỏi chả cứ quạt điệp trong ai phong mai phong phôn mà ngành tay vào đó chả hơi ở tầm lại ní cứ thu thay khăn mền tên rồi rồi anh ấy hay ở ní cứ chưa bận tục để nơi chọn tọt đấy cha sầm rạp bận tục chọn tọt đây ní cứ mi tầm hôm thông xóm là mồm sầm rạp phong mai phong phôn ai điệp trong để qua được không te không rú ninh trắng chả được có phong mai phong phôn chả để có mi mình đủ cha để có trăng lang từ kinh sầm rạp được hàng lớn còn ai mà sầm rạp nơi chọn tọt đây ní bán chả mi bận tục mùi chả thông là mồm hay ở miền này khả này cứ bật tục tắc cha sắp đặt bật tục tắc cứ thông từ lý nát cho mà ở chạy ở từ ở to cha ở tiệp tế cha cứ post là hai miền bằng ôi ở miền cha tranh châu còn ấy cứ tu bay chỉ dừng ở trăm bay pra mà sân bông lấn bông chó cha có ở bành hà đá cha đi là dùng người ta ôi cho đăng ngay cha ôi đấy xong ta cái lạc mai đây thông mình tên cha mình sân là mát cứ là mát trường chả phổ thống chả ta liền hay khả ní miền bắc ôi năng khả ní mới tiện đấy đại là sao ta việc bằng vàng đó nhưng mà khơi nhá hiện phư phư nắng chả hai sầm rạp ca để co phong mai phong đằng kia nè cứ miền ca free chun chả free chun em tích chả lắm chả ca free chun cứ để co á chả miền chia tu tăng nơi khẳng bốc muối hay năng để co ở te bài tầng lơ tầng cao mùi chả trắng sầm rạp ca free chun hay ở sầm bể miền mà sân để chợ buôn cái từ có mà sân bọc áo tôi chỉ cần bài một chút tu tăng mà chốt đội nhìn trong giày mình nâng chắc nhé chả ca free chun ở cái lành tu tăng đã tu ấy cái miền ca free chun nè chả ta hay là dân lang ta mới cho anh ti mùi tay mà đó một mai bọn nó kia xa khăn mình tay nó khẳng lớp miền ở bầy cái tục kế nhé nè chả ok สำหรับจันดาវិញគឺធ្វើពណ៌រៀងប្រភេទសនេះចាគឺឡើងមកអត់ភ័យខ្លាចមើលអត់ឃើញទេចាស់ចាស់គាត់ភ័យខ្លាចគាត់ថាចណ្ដាលពណ៌ខ្មៅចឹងគាត់ដើរអាចនឹងចពុកដៃចពុកជើងអញ្ចឹងណាចាតែនេះអត់ទេគឺយើងធ្វើមកគឺឲ្យពុកម៉ែបងប្អូនគាត់មានន័យថាចាស់ចាស់អីគាត់ពិបាកមើលអីគឺអត់អីទេព្រោះពណ៌សអញ្ចឹងងាយស្រួលចាហើយជាពិសេសនៅជាន់ខាងលើនេះមាន3កន្ទប់គេងតែម្ដងចាឥឡូវនេះខ្ញុំបង្វាយកាមេរ៉ាមកកន្លែងចណ្ដាលបន្តិចចាកាលនេះគឺរៀបចំចាស្អាតខ្លាំងមែនតើចាមានពូភ្លើងរំយោធ្លាក់មកហើយមានវាំងននឡៃនេះគឺបង្អួចដែលយើងចាមើលទៅទេសភាពនៅខាងក្រៅបានចាគឺពលឺចូលក្នុងផ្ទះរបស់យើងគឺគ្រប់គ្រាន់តែម្ដងឥឡូវនេះខ្ញុំចូលទៅបន្ទប់គេងសមាជិកចាបន្ទប់ទី2របស់យើងចាអញ្ចឹងសម្រាប់បន្ទប់ទី2នេះគឺអាចរៀបចំជាចាស់បន្ទប់កូនស្រីបានផងដែរចាស្អាតខ្លាំងមែនតើចារៀងល្ងឹតបន្តិចណានាងខ្ញុំសូមបើកពលឺបន្តិចចាដើម្បីឲ្យពុកម៉ែបងប្អូនបានមើលកាន់តែលម្អិតណាចាចឹងសម្រាប់បន្ទប់នីមួយគឺធំទលាយស្អាតតែម្ដងហើយជាពិសេសមានបន្ទប់ទឹកនៅខាងក្នុងចាអត់មានការប្រើបន្ទប់ទឹករួមទេចាអញ្ចឹងគឺងាយស្រួលក្នុងការកេងខ្លាំងមែនតើអត់ចាំបាច់ពេលយើងបាត់ដៃបាត់ជើងអីចេញទៅខាងក្រៅបន្ទប់ចាយើងនៅតែក្នុងបន្ទប់ហ្នឹងបែរចាហើយសម្រាប់ទីតាំងដែលយើងចង់ដេកចាគឺមានច្រើនចាព្រោះបន្ទប់នេះគឺទលាយធំទលាយតែម្ដងចាធំទលាយតែម្ដងអញ្ចឹងតោះឥឡូវនេះខ្ញុំចូលទៅបន្ទប់ទី3និងទី4តែម្ដងចាអូខេចាអញ្ចឹងនេះខ្ញុំសូមបញ្ជាក់ជូនតកតងជាមួយនឹងគម្រោងរបស់ Bright XM Lucky Home ចាធ្វើឡើងនៅលើដីជាង120ហិកតាចាដែលនៅក្នុងនោះគឺមានសួនច្បារសាលារៀនមន្ទីរពេទ្យអាងហែទឹក
ក្លឹបហាត់ប្រាណចាសួនកំសាន្តកន្លែងវាយកូនហ្គោក៏ដូចជាសួនសត្វផងដែរជាក់ស្ដែងនៅក្នុងគម្រោងគឺមានការរៀបចំបានច្រើនខ្លាំងមែនទែនតាក់ទងជាមួយនឹងសួនសត្វចាដាក់សត្វបដាបដាហើយនឹងកន្លែងអាហារទឹកចាហើយជាពិសេសនៅសួនហ្នឹងគឺមានអាហារដ្ឋាននៅនឹងតែម្ដងមិនថាពុកម៉ែបងប្អូនដែលគាត់រស់នៅក្នុងគម្រោងទេចាពុកម៉ែបងប្អូនដែលគាត់នៅក្នុងក្រុងភ្នំពេញសៅរ៍អាទិត្យគាត់អាចអញ្ជើញមកមើលទីតាំងបានណាមកថតលេងចាមក selfie ចាមកញ៉ាំអីជុំគ្នាចាជាមួយក្រុមគ្រួសារបានផងដែរចាអញ្ចឹងងាយស្រួលខ្លាំងមែនតើនៅក្នុងគម្រោងបរិយា XM Lucky Home យើងខ្ញុំចាมันផ្ដោតទៅលើការរស់នៅតែមួយមុខទេចាគឺផ្ដោតទៅលើសោភ័ណភាពនៅខាងក្នុងចាបរិយាកាសល្អចាសុខភាពល្អសម្រាប់អតិថិជនដែលគាត់ចូលរស់នៅចាហើយជាពិសេសពុកម៉ែបងប្អូនដែលគាត់ធ្វើការហត់ចាមួយអាទិត្យទល់មួយអាទិត្យអីចឹងណាគាត់ធ្វើការហត់ថ្ងៃណាគាត់សម្រាប់អីគាត់អាចមក picnic នៅក្នុងបរិយាខ្លួនឯងនឹងតែម្ដងចាអត់ចាំបាច់ធ្វើដំណើរទៅឆ្ងាយទេចាព្រោះនៅក្នុងបរិយាគឺមានកន្លែងកម្សាន្តជាច្រើនដែលពុកម៉ែបងប្អូនអាចបន្ធូរអារម្មណ៍ដើម្បីឲ្យងាយស្រួលក្នុងការរស់នៅចាអញ្ចឹងសម្រាប់ប្រភេទផ្ទះនេះណាទីតាំងនៅតំបន់អង្គស្នួរដែលពុកម៉ែបងប្អូនអាចធ្វើដំណើរមកតាមផ្លូវទំនប់កប់ស្រូវមកក៏បានចាចូលតាមវត្តភ្នៀតចាតែបើសិនជាពុកម៉ែបងប្អូននៅប៉ែកខាងផ្លូវជាតិលេខ4ណាចាបើសិនជាពុកម៉ែបងប្អូននៅមកជួរខាងផ្លូវជាតិលេខ4ខាងចំចៅខាងផ្លូវជាតិលេខ3អីចាពុកម៉ែបងប្អូនអាចធ្វើដំណើរមកដល់ចាផ្សារអង្គស្នួរចាបងចូលមកដល់ផ្សារអង្គស្នួរមានផ្លូវបាត់ខាងស្ដាំដៃមួយនេះចាបងចូលមកត្រង់មកចាបរិយាគឺនៅជាប់ជាមួយនឹងផ្លូវជាតិតែម្ដងផ្លូវលឿនលឿនផ្លូវកស៊ូស្អាតហ្មងចាសម្រាប់ផ្លូវវិញណាពុកម៉ែបងប្អូនទាំងអស់គ្នាចាម្ចាស់បរិយាបានសាងសង់ផ្លូវ2ខ្សែហើយជាស្រេចដែលផ្លូវនេះក៏កំពុងតែដំណើរការចរាចរណ៍ដែរអញ្ចឹងម្ចាស់បរិយាគាត់គិតគូរខ្លាំងមែនទែនតាក់ទងជាមួយនឹងចាសុខសុវត្ថិភាពពុកម៉ែបងប្អូនចាតាំងពីផ្លូវចាតាំងពីផ្លូវធ្វើដំណើរចូលបរិយាចាគឺគាត់គិតច្រើនដែរចាគឺសុវត្ថិភាពខ្លាំងមែនតើគាត់ចំណាយឲ្យពុកម៉ែបងប្អូនងាយស្រួលក្នុងការរស់នៅតាមម្ដងគាត់មិនហ៊ានមិនខ្លាចនឹងការចាយទៅលើកត្តាដែលពុកម៉ែបងប្អូនគិតថាពិបាកអីចាអញ្ចឹងគាត់ស្រួលអស់ហើយចាហើយពុកម៉ែបងប្អូនដែលដឹងពីព័ត៌មាននេះអាចអញ្ជើញមកមើលផ្ទាល់បានណាអាចអញ្ជើញមកមើលផ្ទាល់បានចាតកតងជាមួយនឹងការរៀបចំចាក៏ដូចជាតម្លៃថ្លៃថ្នូរនៅក្នុងបរិយាចាអាចអញ្ជើញមកមើលផ្ទាល់បានណាហើយនេះគឺទីតាំងបន្ទប់ទឹកនៅបន្ទប់មេគ្រួសារចាចឹងរួចរាល់ណាចាកុំឲ្យឱកាសនេះកន្លងផុតទៅឲ្យសោះចាប្រភេទផ្ទះនេះគឺនៅសល់តិចដែរចូលជាងតែ20ផ្ទះជាងទេគឺអស់ហើយអញ្ចឹងបើសិនជាពុកម៉ែបងប្អូនអាចឆ្លៀតឱកាសបានណាអញ្ជើញមកមើលទីតាំងទៅចាទទួលបានព័ត៌មានលម្អិតចានៅក្នុងបរិយាមកមើលសិនកុំតន់អាចសម្រេចចិត្តក៏បានដែរចាមកមើលសិនទៅគិតពិចារណាភាសាបងប្អូនយើងសិនឬក៏ភាសាប្តីប្រពន្ធយើងសិនណាចាដើម្បីឲ្យលម្អិតសិនចាំសម្រេចចិត្តក៏បានដែរណាចាសំខាន់យើងទិញផ្ទះវាអត់លឿនទេនាងខ្ញុំធានាជូនថានាងខ្ញុំគិតថាការទិញផ្ទះទិញអីមិនមែនថាមកឃើញស្រឡាញ់ព្រាមយកព្រាមទេចាអញ្ចឹងអ្នកដែលគាត់ចង់មកមើលទីតាំងសិនអីមិនបាច់ក្រែងចិត្តខ្ញុំទេមកមើលសិនបានណាហើយខលមកលេខខាងក្រោមទៅចានាងខ្ញុំនឹងផ្ដល់ព័ត៌មានលម្អិតតាក់ទងជាមួយនឹងគម្រោងក៏ដូចជាទីតាំងកាន់តែច្បាស់ចាគឺផ្ញើ Google Map ទៅចា Google ដាក់ទៅចំប៉ក់ហ្មងចាអត់មានអីដាក់នៅមាត់ផ្លូវមាត់កែងណាទេចាគឺចាស់មកដល់ទីតាំងបរិយាតែសំខាន់ពុកម៉ែបងប្អូនដែលគាត់អញ្ជើញមកហើយជួយតាក់ទងមកនឹងខ្ញុំផងណាចាកុំឲ្យថាអូយបានមើលបង្ហាញហើយតែអូយចាយខ្ជិលតាក់ទងទៅហ្នឹងកុំឲ្យអូនឯងពិបាកហ្នឹងអូយបងឯងឲ្យតែបងឯងតាក់ទងមកខ្ញុំសប្បាយចិត្តណាចាព្រោះខ្ញុំបុគ្គលិកចឹងខ្ញុំចង់មានភ្ញៀវមកចឹងណាចាអញ្ចឹងពុកម៉ែបងប្អូនយល់ហើយហ្នឹងហើយអញ្ចឹងខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់គ្នាពេលអញ្ជើញមកមើលទីតាំងនិងតាក់ទងមកខាងនេះខ្ញុំតែម្ដងចាកុំឲ្យចាំមកមើលម្នាក់ឯងណាចាមើលម្នាក់ឯងហ្នឹងគេផ្ដល់ព័ត៌មានអត់ច្បាស់ហ្នឹងថាឡៃអៀងកុហកលើហើយចាហ្នឹងហើយតែចាក់ស្ដែងអត់មានអីត្រូវកុហកទេសម្រាប់ក្នុងបរិយានេះនាងខ្ញុំឃើញអីនិយាយហ្នឹងហើយប្រម៉ូសិនមិនគឺអញ្ចឹងចាតែបើសិនជាពុកម៉ែបងប្អូនមើលថ្ងៃនេះហើយឆ្នាំក្រោយមកមើលម្ដងទៀតណានាងខ្ញុំក៏ធានាដែរចាសម្រាប់តម្លៃគឺអត់ដូចគ្នាចាតម្លៃគឺឡើងលើសនឹងអាចនឹងគុណនឹង2ចា
ប្រភេទផ្ទះវីឡាតូនេះណាចាជាក់ស្ដែងរាល់ថ្ងៃនេះគឺត្រឹមតែ 68800 ទេចាអញ្ចឹងបើសិនជាមកមើលក្នុងខែនេះចាពុកម៉ែបងប្អូនទទួលបានតម្លៃនេះតែបើសិនជាមកមើលនៅក្នុងខែក្រោយអាចខុសគ្នានឹងតិចតួចតែបើសិនជាមើលហើយឆ្នាំក្រោយចាំមកមើលអានឹងខុសគ្នាច្រើនមែនតែនហ្មងចា